សំណាងណាស់នារីចិនម្នាក់បនខ្ពស់ត្រូវ20កំបិតហើយមិនអីព្រោះបានស៊ីលីកូននៅនឹងដើមទ្រូងជួយថ្មីនេះមានករណីវាយប្រហារអតស្លុតមួយបានកើតឡើងនៅក្នុងទីក្រុងនៃប្រទេសចិនដោយនារីវ័យក្មេងម្នាក់ត្រូវបានជនមិនស្គាល់មុខចាក់ដើមទ្រូងរហូតដល់20កំបិតក្រោយរូបគេចាប់នាងធ្វើចំណាប់ខ្មាំងនាកន្លែងចតរថយន្តក្នុងផ្សារទំនើបមួយកន្លែងយ៉ាងណាមិញបានគុណបនស៊ីលីកូនដើមទ្រូងដែលនាងធ្វើជួយជនរងគ្រោះបានរួចផុតជីវិតដោយការចាក់ទាំងប៉ុន្មានគឺទៅជាប់ត្រឹមស៊ីលីកូនមានតែមួយកំបិតប៉ុណ្ណោះប៉ះដល់សួររបស់នាងតែមិនធ្ងន់ធ្ងរដល់អាយុជីវិតឡើយបើតាមសារព័ត៌មានបានបញ្ជាក់ឲ្យដឹងថាករណីខាងលើគឺបានកើតឡើងកាលពីថ្ងៃទី22ខែឧសភាឆ្នាំ2025កន្លងទៅវេលាម៉ោងប្រមាណជា 5:40 នាទីល្ងាចពេលវេលានៅក្នុងតំបន់ជនរងគ្រោះមានត្រកូលម៉ាភ្លាមស្រាប់តែត្រូវបរិសម្នាក់ចាប់ធ្វើចំណាប់ខ្មាំងទាំងដៃរបស់គេមានកាន់កំបិតមួយជនបង្កបានបង្ខំឲ្យនាងចេញថ្លៃផ្ញើឡានរួចឲ្យនាងចាក់ចេញពីផ្សារជាមួយគេទាំងដៃកាន់កំបិតគំរាមយ៉ាងណាមិញខណៈជនបង្កភ្លេចខ្លួនមួយផ្លេតនាងក៏ឆ្លៀតផ្ញើទីតាំងទៅមិត្តប្រុសឲ្យមកជួយមិត្តប្រុសរបស់នាងបានតាមដានទីតាំងហើយក៏បានតាក់ទងទៅប៉ូលីសឲ្យជួយអន្តរាគមន៍ទទួលបានព័ត៌មានភ្លាមប៉ូលីសក៏ចុះទៅទីតាំងដែលផ្ដល់ឲ្យតែពេលទៅដល់ជនបង្កក៏ផ្ទុះកំហឹងងាកទៅចាក់ជនរងគ្រោះជាច្រើនកំបិតត្រង់ដើមទ្រូងជនរងគ្រោះបានយកដៃរងការវាយប្រហារផងដែរហើយចុងក្រោយនាងក៏អាចទាញបើកទ្វារឡានបានប៉ុន្តែត្រូវបានដួលសន្លប់ទាំងនៅក្នុងឡានចំណែកជនបង្កវិញក្រោយវាយប្រហារជនរងគ្រោះរួចរូបគេក៏បានសម្លាប់ខ្លួនទៅតាមក្រោយចាវាពិតជារឿងមួយចាគួរតក់ស្លុតមែនទែនចាដោយនារីជនជាតិចិនម្នាក់ចាគាត់មានបុណ្យវាសនាខ្ពស់ចាត្រូវបានចំណាប់ខ្មាំងចាចាក់ត្រូវប្រមាណជា20កំបិតហើយចាគឺមិនអីចាក៏ព្រោះតែបានគុណបុណ្យស៊ីលីកូននៅនឹងដើមទ្រូងជួយចាដល់ឃើញថាករណីបានវាយប្រហារអតស្លុតមួយនេះចាគឺបានកើតឡើងនៅក្នុងទីក្រុងមួយនៅក្នុងប្រទេសចិនដោយនារីវ័យក្មេងម្នាក់ហ្នឹងក៏ត្រូវបានជនមិនស្គាល់ចាចាក់ចំដើមទ្រូងរហូតដល់ទៅ20កំបិតឯណោះចាក្រោយរូបគេហ្នឹងចាប់រូបនាងធ្វើជាចំណាប់ខ្មាំងនាកន្លែងចតរថយន្តនៅក្នុងផ្សារទំនើបមួយកន្លែងតែយ៉ាងណាមិញចាគឺបានគុណបុណ្យស៊ីលីកូននៃដើមទ្រូងចាដែលនាងធ្វើចាបានជួយជនរងគ្រោះក៏បានរួចផុតជីវិតចាដោយការចាក់ទាំងប៉ុន្មានហ្នឹងគឺទៅជាប់នៅនឹងដើមទ្រូងចាមានតែមួយកំបិតតែប៉ុណ្ណោះចាគឺប៉ះទៅដល់សួតរបស់នាងចាប៉ុន្តែក៏មិនធ្ងន់ធ្ងរដល់អាយុជីវិតនោះទេបើតាមសារព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងផងដែរថាចាករណីខាងលើនេះគឺបានកើតឡើងកាលពីថ្ងៃទី22ខែឧសភាឆ្នាំ2025កន្លងទៅម្លេះចាប់ពេលវេលាម៉ោងប្រមាណជា 5:40 នាទីល្ងាចចាប់ពេលវេលានៅក្នុងតំបន់ចាហើយជនរងគ្រោះគឺមានត្រកូលម៉ាចាភ្លាមស្រាប់តែត្រូវបរិសម្នាក់គឺបានចាប់នាងធ្វើជាចំណាប់ខ្មាំងទាំងដៃរបស់គេនឹងមានកាន់កំបិតមួយចាជនបង្កក៏បានបង្ខំឲ្យនាងនឹងចេញថ្លៃផ្ញើឡានហើយក៏ឲ្យនាងចាក់ចេញពីផ្សារជាមួយនឹងគេទាំងដៃនឹងបានកាន់កំបិតគំរាមចាតែយ៉ាងណាមិញខណៈដែលជនបង្កចាប់ភ្លេចខ្លួនចារូបនាងក៏ឆ្លៀតផ្ញើទីតាំងទៅមិត្តប្រុសរបស់នាងឲ្យមកជួយចាមិត្តប្រុសរបស់នាងក៏បានតាមដានទីតាំងហើយក៏បានតាក់ទងទៅខាងប៉ូលីសដូចគ្នាផងដែរចាដើម្បីឲ្យជួយអន្តរាគមន៍ដោយទទួលបានព័ត៌មានភ្លាមចាប៉ូលីសហ្នឹងក៏ចុះទៅដល់ទីតាំងដែលផ្ដល់ឲ្យដូចគ្នាផងដែរចាតែពេលទៅដល់ហ្នឹងជនបង្កក៏ផ្ទុះកំហឹងឡើងចាក៏ងាកទៅចាក់ជនរងគ្រោះជាច្រើនកំបិតនៅត្រង់ដើមទ្រូងចាជនរងគ្រោះហ្នឹងក៏បានយកដៃទៅរងការវាយប្រហារផងដែរហើយចុងក្រោយរូបនាងហ្នឹងក៏អាចទាញទ្វារឡានបើកចេញមកបានចាប៉ុន្តែក៏ត្រូវបានដួលសន្លប់ចាទៅវិញចាចំណែកឯជនបង្កចាក្រោយពីវាយប្រហារជនរងគ្រោះរួចហើយរូបគេក៏បានសម្លាប់ខ្លួនឯងទៅតាមក្រោយដូចគ្នាផងដែរ